ស្វាគមន៍មកកាន់ Channel ចង្ក្រានហើយថ្ងៃនេះដែរសូមណែនាំមុខម្ហូបមួយមុខទៀតគឺត្រីអណ្ដែងប្រឡាក់អំបិលម្ទេសស្ករត្នោតដោយដំបូងឡើយយើងគ្រឿងចាំបាច់បំផុតនោះគឺរំដេងហើយយើងយកមកហាន់ជាចំណិតតូចៗដើម្បីងាយស្រួលយកទៅបុកឲ្យវាជាល្បាយម៉ដ្ឋបន្ទាប់ពីហាន់ចំណិតហើយយើងយករំដេងដែលយើងបានហាន់នោះយកទៅបុកជាល្បាយម៉ដ្ឋបន្តមកទៀតយើងធ្វើការយករំដេងដែលបុកម៉ដ្ឋនោះច្របាច់យកទឹកចេញឲ្យអស់ដើម្បីយកទៅប្រឡាក់ជាមួយត្រីកាលណាតែវាមានទឹកនោះត្រីយើងវានឹងមានក្លិនរៀងផ្អូមបន្តិចនៅពេលដែលវាស្ងួតដល់ជាដំបូងខ្ញុំធ្វើការដាក់អំបិលហើយអំបិលនេះយើងលើកទៅតាមគីឡូរបស់ត្រីរបស់ខ្ញុំ2គីឡូចឹងខ្ញុំធ្វើការដាក់អំបិល3ស្លាបព្រាបាយហើយបន្តមកទៀតខ្ញុំធ្វើការដាក់ស្ករត្នោតចូល4ស្លាបព្រាហើយអ្នកទាំងអស់គ្នាក៏អាចប្រើស្ករសឬក៏ស្ករម៉ុងហ្វ្រូតតែអ្នកទាំងអស់គ្នាប្រើជាប្រចាំនៅតាមផ្ទះក៏បានដែរយើងលើកទៅតាមនឹងបានតែខ្ញុំចូលចិត្តប្រើស្ករត្នោតជាងបន្ទាប់មកទៀតយើងធ្វើការដាក់ម្ទេសម៉ដ្ឋចូលដែលម្ទេសនេះយើងយកទៅសម្ដិលហាលខ្លួនឯងបានហើយយកទៅកិនជាមួយនឹង grinder គឺហឹលហើយវាថ្មីវាអត់ធំក្លិនបដោះដូចម្ទេសរបស់គេទេបន្ទាប់ពីផ្សំគ្រឿងហើយយើងធ្វើការច្របល់គ្រឿងនោះឲ្យចូលសព្វល្អដើម្បីយកទៅប្រឡាក់ជាមួយនឹងត្រីអណ្ដែងរបស់យើងអូខេឥឡូវគ្រឿងយើងចូលសព្វអស់ហើយបន្ទាប់មកយើងយកគ្រឿងយើងនោះយកទៅប្រឡាក់ត្រីដោយត្រីនោះយើងធ្វើការប្រឡាក់ម្ដងមួយដើម្បីឲ្យគ្រឿងផ្សំរបស់យើងប្រឡាក់ទៅចូលសាច់ត្រីសព្វល្អ
អូខេបន្ទាប់ពីប្រឡាក់ត្រីរួចអស់ហើយយើងយក food wrap មកដើម្បីព័ទ្ធពីលើហើយកុំឲ្យវាធំក្លិនពេញទូទឹកកករបស់យើងបន្ទាប់មកទៀតយើងធ្វើការរុំឲ្យ food wrap ហ្នឹងយើងអាចទិញនៅតាមបណ្ដាផ្សារទំនើបនានាបានហេតុអីបើយើងត្រូវតែរ៉ាប់វាព្រោះតែសារតែយើងមិនរ៉ាប់ទេវាអាចមានក្លិនឬក៏បាក់តេរីចូលទៅក្នុងសាច់ត្រីធ្វើឲ្យប៉ះពាល់នៅពេលដែលយើងយកទៅញ៉ាំបន្ទាប់ពីយើងរុំហើយយើងយកទៅដាក់ចូលទៅក្នុងទូទឹកកកទុកមួយយប់ហើយព្រឹកឡើងយើងយកទៅហាលបើសិនជាថ្ងៃល្អយើងអាចហាល2ទៅ3ថ្ងៃនោះសាច់ត្រីយើងនឹងស្ងួតល្អតែយកល្អ2ថ្ងៃកន្លះបានហើយនេះគឺជាត្រីដែលខ្ញុំបានអាំងហើយខ្ញុំអាំងនៅក្នុង air fry ដែលប្រើសីតុណ្ហភាព160អង្សាហើយខាងមុខខ្ញុំអាំងរយៈពេល20នាទីខាងក្រៅខ្ញុំអាំង7ទៅ8នាទីបានអ្នកទាំងអស់គ្នាចូលចិត្តស្រួយអាចអាំងទៅដល់10នាទីបាននៅផ្នែកខាងក្រោយអូខេបើសិនជាយើងដាក់ភ្លើងខ្លាំងពេកនោះត្រីនឹងខ្លោចអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះរហូតដល់ចប់សូមជួយ like និង subscribe ផងអរគុណ